ជួយជាមួយខ្ញុំសារតែថ្មីទៀតបងប្អូនអរគ្នាបាទមករយៈនេះដោយសារយើងរវល់ពេកបងប្អូនបាទបានធ្វើវីដេអូបងប្អូនមើលឥឡូវរីកនេះតិចបាទឥឡូវបានដាក់វីដេអូបងប្អូនមើលទស្សនាទៀតហើយហើយភេទម៉ូតូនេះគឺដែរតែបងប្អូនអរគ្នាបាទមានតែណាឆ្ងាយទេបងប្អូនបាទហើយបញ្ហាម៉ូតូនេះគឺបញ្ហាគឺថាបាត់ព្រីមសិនឲ្យតែបាត់ព្រីមសិនគឺយកមកជឹងរត់ណាស់ដើម្បីរងមើលព្រីមសិនតើព្រីមសិននឹងបាត់ទៅណាបាទឥឡូវចាប់ផ្ដើមមើលទាំងអស់គ្នាបងប្អូនបាទហើយម៉ូតូនេះគឺម្ចាស់គាត់បានយកមកប្រាប់ថាធ្វើតែខាងមុខបានហើយបាទព្រោះសារព្រីមសិនគឺបាត់បាទឥឡូវយើងចាប់ផ្ដើមឆេម៉ាសិនស្ដាប់ស្រូសំឡេងក៏បានជាប្រាប់គាត់ថាម៉ូតូនេះគឺយើងត្រូវរើទាំងអស់បាទត្រូវការតម្លាក់សិនបងប្អូនបាទព្រោះម៉ូតូនេះគឺឆេញឯណោះហើយបាទយើងបាទរៀបចំសមមកកំ plei បាទឥឡូវចាប់ផ្ដើមរើបណ្ដោយទៅបាទចាំគាត់បានអនុញ្ញាតឲ្យជាងរុនរើផងដែរបាទឥឡូវចាប់ផ្ដើមរើទាំងអស់គ្នាបងប្អូនបាទយើងប្រហូរជាមួយនឹងដកចៃឆ្នាតបាទសម្រាប់ប្រហូរព្រីមសិនណាបងប្អូនបាទឥឡូវចាប់ផ្ដើមយកចៃឆ្នាតសិនហើយជាច្រើនប៉ូតូយកមកកន្លែងជាងរុននឹងគឺម៉ូតូនឹងគឺមានទំនុកចិត្តបងប្អូនអរគ្នាបាទបាទម្ចាស់ម៉ូតូគឺមានទំនុកចិត្តបាទឃើញម៉ូតូបងប្អូនអរគ្នាបាទគឺសិតតែដីបាទគឺយកមកឲ្យជាងរុនបាទធ្វើយ៉ាងម៉េចឲ្យស្អាតបាទសូមឲ្យតែដីជាប់នៅម៉ូតូក៏ធ្វើស្អាតផងដែរបាទអញ្ចឹងសូមបញ្ហាត្រង់នេះគឺសូមបញ្ជាក់ប្រាប់បាទម្ចាស់ម៉ូតូផងដែរបាទអញ្ចឹងម៉ូតូដែលរាល់ម៉ូតូដែលយកមកធ្វើកន្លែងជាងរុនបាទគឺបានលាងសម្អាតគឺជាងរុនសម្អាតគឺថាវិការគឺគិតតាមនឹងដែរបងប្អូនបាទបងប្អូនលាងស្អាតក៏តាមនឹងដែរបងប្អូនបាទដូចបញ្ហាគឺម៉ូតូនេះគឺម្ចាស់គាត់រកកន្លែងតែរវល់បងប្អូនបាទរវល់រស់ស៊ីអញ្ចឹងគឺអត់មានពេលទំនេរនឹងថែរក្សាគឺថាលាងសម្អាតម៉ូតូនេះបាទដូចម៉ូតូនេះយើងឃើញទេបងប្អូនអរគ្នាបាទគឺម៉ូតូនេះគឺខាងក្រោមម៉ាស៊ីនរបស់គាត់គឺសិតតែដីបងប្អូនអរគ្នាជាមួយខ្ញុំម៉ូតូជាមួយកោះដីមើលបាទដីគឺមកកំភ្លុះបាទពេលយើងដាក់ម៉ាស៊ីនចូលមកក្រោមបាទឥឡូវជាមួយយើងប្រហូរខ្ចៅព្រីមសិនបាទអត់ស្រាន់បន្តិចចាប់ផ្ដើមរើជាមួយនឹងម៉ាស៊ីនរបស់គាត់បាទហើយចំណែកម៉ាស៊ីនរបស់គាត់នេះគឺយើងថារើទៅវិញគឺរៀបចូលទៅវិញគឺធ្វើម៉េចឲ្យមកស្អាតរបស់គាត់ណាបាទសភាពយកមកគឺសិនទៅព្រីមសិនជាប់អញ្ចឹងមួយម៉ែរៀបទៅវិញដល់អញ្ចឹងទេបងប្អូនអត់ទេបងប្អូនបាទគឺធានាធ្វើម៉េចឲ្យគាត់មកស្អាតបាទខាងក្នុងម៉ាស៊ីនទាំងក្រៅម៉ាស៊ីនមើលទៅស្អាតបាទតែខ្ញុំមើលទៅស្អាត 100%ក៏បងប្អូនមើលទៅស្អាត 99% ដែរមែនទេបងប្អូនអរគ្នាបាទបាទឥឡូវចាប់ផ្ដើមយើងរើជាមួយនឹងប្រអប់របស់យើងបាទខាងប៊ិចអូបាទឬក៏ស្បែកយ៉ហ្នឹងឥឡូវចាប់ផ្ដើមយកចេញមកក្រៅបាទជាមួយកាទៀរបស់គាត់បាទតើមានពណ៌សម្បុរយ៉ាងម៉េចបងប្អូននេះឃើញបងប្អូនបាទនេះគឺជាពួកប្រភេទម៉ូតូដែលតែគាត់អត់បានថែរក្សាប្រេងបណ្ដាលឲ្យប្រេងនេះគឺក្រាបជាប់ប៉ុណ្ណឹងបាទយើងឃើញនៅបងប្អូនបាទគឺខ្មៅគឺខ្លះជាប់នឹងបងប្អូនបាទគឺលាងបាទជាមួយនឹងសាំងធម្មតាគឺលាងចេញនេះបាទគឺលាងចេញគឺក្រាបជាប់អញ្ចឹងហើយអញ្ចឹងជាមួយជាងរុនធ្វើយ៉ាងម៉េចបាទដាក់ទៅវិញគឺថាភ្លឹងដូចម៉ូតូហិចកេះចឹងបងប្អូនបាទគឺដូចម៉ូតូថ្មីចឹងរៀបទៅវិញចាំមើលដាក់មកស្អាតមកភ្លឹងឲ្យគាត់ទៅវិញបាទហើយឡើងចាប់ដើមរើទៅបាទហើយការធ្វើគឺមានការធានាគាត់ផងដែរបាទការរៀបចូលទៅវិញគឺថាមកអេមួយគាត់ហើយកម្លាំងក៏ខ្លាំងផងដែរបងប្អូនបាទមិនមែនយកមកកម្លាំងខ្សោយដាក់ទៅវិញស្អាតតែខាងក្រៅអែលថាខ្លាំងទេបងប្អូនអត់ទេបងប្អូនអត់ទេបាទគឺធ្វើហើយគឺយើងសាកមើលផងដែរបាទសាកមើលកម្លាំងបាទហើយស្ដាប់សន្ធឹកសសូរសំឡេងម៉ាស៊ីនបាទបើសិនម៉ាស៊ីននឹងមានបញ្ហាគឺយកមកឲ្យជាងរុនបាទធ្វើឲ្យវិញបាទធ្វើឲ្យវិញបងប្អូនអរគុណបាទធានាថាកម្លាំងត្រឹងតែខ្លាំងឯងបងបាទបើមិនខ្លាំងមិនកម្លាំងទេគឺជាងរុនទៅធ្វើឲ្យបាទធ្វើតែអីបាទម៉ូតូយកមកអត់កម្លាំងហើយអត់ចត់កម្លាំងហើយយកទៅវិញដែរបងប្អូនបាទអត់ទេបាទអញ្ចឹងម្ចាស់ម៉ូតូគឺគាត់ចង់ធ្វើមិនឲ្យម៉ូតូគាត់ស្អាតហើយមើលទៅស្អាតហើយកម្លាំងម៉ាស៊ីនគឺខ្លាំងបាទបន្ទាប់ពីយករើម៉ាស៊ីនហើយដូចម៉ាស៊ីនថ្មីអញ្ចឹងបងប្អូនបាទគឺកម្លាំងខ្លាំងអញ្ចឹងបានគាត់យកមកបាទឥឡូវជាមួយយើងលាងសម្អាតសិនបាទយើងយកមកលាងសម្អាតទៅវិញដល់ដាក់ទៅខ្ចីអញ្ចឹងបងប្អូនបាទយើងនឹងថាស្អាតបងប្អូនបាទឥឡូវចាប់ដើមរើជាមួយនឹងខាងរសើមកវិញបាទគេចេញមកក្រៅមកហើយក៏ដោះជាមួយនឹងកន្លែងផ្លិតបងប្រេងផងដែរបាទផ្លិតបងប្រេងនេះគឺមានតួនាទីសំខាន់ណាស់បងប្អូនបាទដល់ស្រួលបលប្រយ័ត្នបាក់កន្លែងស្ពឺបងប្រេងហ្នឹងក៏បាក់ដូរថ្មីឲ្យគេហើយគឺអំបិលហើយបងប្អូនបាទអញ្ចឹងយើងដោះមកមួយមើលមួយបងប្អូនបាទខ្លាចមានកន្លែងណាមួយខុសប្រក្រតីអញ្ចឹងយើងចំណាំទុកបាទអញ្ចឹងយើងរើរដងយើងដឹងចំណាំហើយកន្លែងណាត្រូវកន្លែងណីមានអ្វីខ្លះនៅកន្លែងណាកន្លែងណីបាទអញ្ចឹងដោះមកគឺត្រូវចំណាំដោះមួយទោះបីយើងធ្វើរដងក្រោយបងប្អូនបាទគឺយើងដោះមកគឺត្រូវចំណាំកន្លែងណាដែលយើងត្រូវចំណាំចាំថារបស់នេះនៅកន្លែងនេះរបស់នេះនៅកន្លែងបងប្អូនបាទអញ្ចឹងបងប្អូនពិតឆ្ងល់ហើយបាទជាងម៉ូតូគឺខ្សែខ្យល់គេដាក់មកចំភ្លុះបាទមកថាអញ្ចឹងរៀបយ៉ាងម៉េចបានអស់អាគ្រឿងបន្លាស់ហ្នឹងដាក់ចូលទៅវិញចំក៏ដែរអញ្ចឹងត្រង់ចំណុចកន្លែងនេះគឺស្រួលទេបងប្អូនបាទកាលណាបងប្អូនមករៀនមកសិក្សាស្វែងយល់ទៅគឺដឹងហើយបងប្អូនអរគ្នាបាទតាដូចខ្ញុំមករៀនដំបូងក៏ដូចគ្នាបងប្អូនបាទគឺឆ្ងល់ដូចគ្នាបាទហើយអ្វីគឺខ្សែខ្យល់នឹងគឺមកចំភ្លុះហើយជាងរៀបចូលទៅវិញអស់លលីងគឺឆ្ងល់ទេបងប្អូនបាទអញ្ចឹងមកពីយើងអត់បានសិក្សាបានស្វែងយល់អញ្ចឹងគឺឆ្ងល់យ៉ាងបងប្អូនបាទកាលណាយើងសិក្សាស្វែងយល់ទៅគឺដឹងហើយបងប្អូនបាទ
ត្រង់កន្លែងណាគេឧបករណ៍ឬសម្ភារៈណាគ្រឿងបន្លាស់ណាដែលត្រូវរៀបកន្លែងណាកន្លែងណាអញ្ចឹងគេមានគោលដៅមានកន្លែងច្បាស់លាស់ហើយយើងកន្លែងដាក់កន្លែងហ្នឹងបងប្អូនបាទអញ្ចឹងជាមួយជើងរត់រៀបចូលទៅវិញបងប្អូនបាទអញ្ចឹងយើងរើម៉ាស៊ីនរបស់យើងសិនបាទខ្សែកន្លែងមានសាំងសិនបាទពេលសាំងគឺមិនខ្សែអាយណាបងប្អូនខ្សែអាយបងប្អូនបាទយើងចំណាំអញ្ចឹងបងប្អូនបាទខ្សែអាយខ្សែស៊ីនវាខុសគ្នាបើសិនយើងរកខ្សែស៊ីននឹងបានទេដាក់ខ្សែអាយយើងចំណាំបាទយើងចំណាំប្រវែងខ្សែទៅបាទកន្លែងហ្នឹងគឺប្រវែងប្រហែលលីប្រហែលហ៊ុនយើងចំណាំអញ្ចឹងទៅដាក់ទៅគឺត្រូវហើយបងប្អូនបាទអាហ្នឹងខ្ញុំឧទាហរណ៍មកស្ដាប់ណាបងប្អូនបាទដោយសារកន្លែងនេះអត់មានខ្សែស៊ីនអញ្ចឹងគាត់សម័យឥឡូវមិនខ្វះទេបងប្អូនមកខ្វះទេខ្សែស៊ីនបាទឥឡូវចាប់ផ្ដើមដោះកន្លែងគ្រប់មុខកន្លែងពីញងលកាមសិនបាទហើយកន្លែងពីញងលកម្មក៏រឿងសំខាន់ដែរបងប្អូនបាទហើយភាគច្រើនខ្លាំងគឺរឿងម៉ាស៊ីនហើយបងយើងមួយចំនួនខ្លះណាបងប្អូនមួយចំនួនខ្លះកន្លែងខ្សែពីញងលកម្មដោយសារបងប្អូននៅឆ្ងាយអញ្ចឹងទៅគឺអត់មានខ្សែសារ៉ាប់ផ្លាស់អញ្ចឹងបាទផ្លាស់គឺដាក់ខ្សែអាគុយអញ្ចឹងទៅណាបងប្អូនបាទដល់អសនប៉ុន្តែបើកន្លែងជើងរុនគឺអត់ទេបងប្អូនបាទរត់ទៅមិនឲ្យបានអាខ្សែស៊ីនឹងដាក់បាទជូនអតិថិជនវិញបាទគឺអត់ឲ្យខំម្ដងទេបាទដូចម៉ូតូខ្ញុំរើសាមុនបាទមានម៉ូតូមួយដែរដូចជាម៉ូតូ Scoopy បាទម៉ូតូហ្នឹងគឺអស់យកមកបងប្អូនបាទវល់ឲ្យម៉ូតូហ្នឹងបាទគឺថាគាត់ធ្វើប្រហែលកន្លែងហ្នឹងបងប្អូនម៉ូតូហ្នឹងគឺធ្វើអស់ច្រើនប៉ុណ្ណេះបងប្អូនបាទម៉ូតូដូចជាម៉ូតូ Scoopy បាទម៉ូតូ Scoopy គាត់ថាម៉ូតូ Scoopy 0តែ12បងប្អូនបាទគឺថាអស់យកមកបងប្អូនអស់យកមកឲ្យកន្លែងជើងរត់ធ្វើឲ្យប៉ុន្តែម៉ូតូហ្នឹងគឺគាត់ធ្វើអស់ច្រើនមែនបាទគាត់ថាធ្វើសាមុនគឺអស់ប្រហែលជាមួយស្លឹកបាទឥឡូវយកមកឲ្យជើងរុនបាទគាត់ប្រាប់ជើងរុនស្រេចបាទគាត់អត់សូវមានថវិកាទេបាទអត់ថវិកាទេជើងរុនថាអញ្ចឹងមានតែស្រួលគាត់បងប្អូនបាទម៉ូតូហ្នឹងគឺខ្សែកាទៀខ្សែអីគឺថាទ្រក់បាទបាក់បែកខ្ទេចអស់អញ្ចឹងបងប្អូនបាទហើយវីស្តុងក៏លឡងទៀតបាទយើងរើមកវីស្តុងហ្នឹងក៏យើងអាចបានផ្លាស់ដូរទេបាទយើងដូរតែក្បាត់គាត់ថាធ្វើម៉េចឲ្យម៉ូតូនឹងឆេះបានហើយបងប្អូនបាទហើយខ្សែចរឹងក៏លឡងក៏ដូរខ្សែចរឹងថ្មីនិយាយទៅម៉ូតូនឹងគឺខូចច្រើនមែនតើបងប្អូនខូចច្រើនមែនតើបាទហើយអាខ្សែមួយចូលទៅវិញគឺទ្រក់ចង់គ្រប់កន្លែងវាដល់ខ្សែបងប្អូនគឺថាអូយ៉ាប់មែនតើហ្នឹងបងប្អូនម៉ូតូនេះបាទហើយក៏យកបានសម្រួលដល់គាត់ឥឡូវបានធ្វើម៉ូតូចេះមើលបន្តពីវីដេអូនេះចប់បាទខ្ញុំធ្វើវីដេអូម៉ូតូ Scoopy នឹងឲ្យបងមើលបាទដល់វាអស់ច្រើនប៉ុណ្ណាប៉ុន្តែយកមកឲ្យជំរុញគឺសម្រួលបាទគឺខុសគ្នាឆ្ងាយបាទគឺអត់តិចបាទដូចអត់តិចជាងការគាត់យកទៅធ្វើកន្លែងផ្សេងណាបាទឥឡូវជាមួយតាមដានវីដេអូរបស់យើងទៀតបាទហើយម៉ូតូនេះក៏ដូចគ្នាដែរយើងធានាគាត់ផងដែរបងប្អូនបាទយើងធានាគាត់បាទដោយគាត់នៅចិត្តដែរដែរបងប្អូនបាទបាទគាត់រស់ស៊ីនៅលក់ដូរនៅផ្សារនៅចិត្តនេះដែរបងប្អូនបាទអញ្ចឹងគឺគាត់ជិះឆ្វែទៅមុខជើងរុននេះបាទតែមានបញ្ហាអីម៉ូតូនេះគឺយកមកជើងរុនមកឲ្យបាទលន់សប៉ាប់លន់ហើយគឺយើងប្រើគាត់បាទជិះត្រឹម4-5ថ្ងៃ1-7ថ្ងៃមកលន់សប៉ាប់យកមកជើងរុនធានាឲ្យសេរីឲ្យមកស្ងាត់បាទឥឡូវស្ងាត់ហើយបងប្អូនស្ងាត់ជ្រាបហើយម៉ូតូគាត់បាទអញ្ចឹងជាមួយវគ្គក្រោយយើងដាក់ម៉ូតូទៅទៀតបាទម៉ូតូហ្នឹងគឺបាទដូចជាប្រាប់បងប្អូនដែរអញ្ចឹងម៉ូតូនេះគឺមានបញ្ហាគឺបាត់ប្រេងសិនឥឡូវទៅមើលធ្វើយ៉ាងម៉េចបាទហើយយើងដូរប្រេងម៉ាស៊ីនបាទឬក៏យើងធ្វើយ៉ាងម៉េចបាទអញ្ចឹងយើងរើសមាបងប្អូនអរគ្នាបាទយើងរើផ្លាស់ប្ដូរជាមួយនឹងប៊ីស្តុងបាទជាមួយនឹងយេនផងដែរម៉ូតូនេះគឺលឺយេនបងប្អូនអរគ្នាបាទបើយើងផ្លាស់ប្ដូរតែប៊ីស្តុងបញ្ហាលេយេនក៏នៅលឺដែរអញ្ចឹងហើយយើងត្រូវរើទាំងអស់បងប្អូនបានបាត់លឺឥឡូវដាក់ចូលទៅវិញឥឡូវហើយបាទនឹងនិយាយទេបងប្អូនបាទដោយសារបញ្ហារើម៉ាស៊ីនដោយសារម្នាក់ឯងគឺរៀងយូរតិចបាទយើងរើបានតែបានកន្លះម៉ោងទេបងប្អូនរើគឺយូរតែរៀងកោសលៀងអីរៀងយូរតិចបាទឥឡូវយើងចាប់ផ្ដើមរើបន្តទៀតទៅបាទបញ្ហាម៉ូតូនេះគឺអស់ច្រើនបងប្អូនអរគ្នាបាទបញ្ហាគឺអស់យេនផងអស់សប៉ាប់អស់ឡតបាទអស់យេនបាទហើយវីស្តុងបាទគឺសំណំដែរបងប្អូនអរគ្នាហើយជាមួយនឹងលកាមខ្សែផងដែរហើយចំណែកលកាមគឺយើងដាក់លកាមល្អបាទគឺប្រើប្រាស់បានយូរកាលណាយើងដាក់លកាមធម្មតាគឺបានតែបន្តិចទៀតបាទប្រើបានតែបន្តិចទេគឺលកាមនឹងអាចធូរនឹងលឺវិញបងប្អូនអរគ្នាបាទហើយចំណែកបញ្ហាដីក៏ដូចគ្នាដែរបាទគឺខ្ញុំបញ្ជាក់ដែរអញ្ចឹងបញ្ហាដីគឺចាស់គាត់គឺអត់បានយកទៅលៀងអីបងប្អូនអរគ្នាបាទដោយសារមានទំនុកចិត្តខ្លាំងណាស់បាទចំពោះជើងរុនបងប្អូនអរគ្នាបាទបាទដូច្នេះហើយគឺគាត់យកមកឲ្យជើងរុនបាទហើយគាត់ថាគឺសារ៉េយ៉ាងម៉េចគឺឲ្យបញ្ហាគឺម៉ាស៊ីនរបស់គាត់គឺស្អាតបាទហើយស្អាតហើយគឺគុណភាពគឺកម្លាំងឲ្យខ្លាំងមកដែរបាទអញ្ចឹងហើយគឺឃើញបងប្អូនឃើញដីអត់បាទគឺដីគឺមកកំភ្លុះបាទគ្រាន់តែកោសដីសម្អាតឲ្យគាត់នឹងគឺចង់2ម៉ោងបាត់ទៅហើយបងប្អូនបាទអញ្ចឹងគឺខាត់ពេលវេលា2ម៉ោងមកសម្រាប់ម៉ូតូនេះបាទគ្រាន់តែកោសដីណាបងប្អូនបាទហើយនៅបញ្ហាយើងលាងសម្អាតទៀតបាទបញ្ហាលាងសម្អាតគឺយូរណាស់បងប្អូនបាទយើងឃើញតែវីដេអូចេះគឺលាងទេបងប្អូនបាទបញ្ហាធ្វើគឺយើងយូរហើយចំណែកដីយើងនេះគឺលឡងហើយឃើញបងប្អូនបាទគឺលឡងហើយគឺយើងលាងគឺស្អាតបែបនេះបងប្អូនបាទគឺស្អាតព្រិលបងប្អូនបាទឥឡូវយើងរួចរាល់ហើយបងប្អូនយើងចាប់ផ្ដើមដាក់ជាមួយនឹងដូរជាមួយនឹងស្ពឺលេខបាទហើយស្ពឺលេខបាទជាមួយពីញ៉ុងបាទពីញ៉ុងស្ពឺលេខបាទដោយសារពីញ៉ុងនេះគឺសឹកហើយបងប្អូនឃើញហើយបងប្អូនបាទសឹកហើយនៅសល់តែបន្តិចទេបងប្អូនបាទប៉ុនជើងធូរទេកាលណាយើងប្រើប្រាស់ទៅទៀតបណ្ដាលឲ្យម៉ូតូនេះគឺមានបញ្ហាគឺអត់អស់ទេបងប្អូនបាទកាលណាបើយើងដឹកធួនផងគឺឡើងតួឬក៏ឡើងស្ពានគឺដាក់ដូរចូលទៅលេខទៅហើយចង្ការគឺក្រាក់មកក្រោយវិញបងប្អូនបាទគឺអត់ទេគឺបញ្ហាដោយសារសឹកក្រេមីញ៉ុងដូច្នេះហើយយើងរើម៉ាស៊ីនហើយគឺយើងចាប់ផ្ដើមយើងដូរផ្លាស់ថ្មីទៅបាទកុំឲ្យថាំបងប្អូនបាទ
អ្នកខ្លះគឺថាអត់ឲ្យដូរថ្មីណាសុខចិត្តយកទៅការ៉េហ្នឹងគឺទៅផ្សារថ្មីប៉ុន្តែឥឡូវយើងមិនបាច់ចាំធ្វើដល់ថ្នាក់ហ្នឹងទេបងប្អូនបាទដោយសារយើងរើម៉ាស៊ីនហើយអញ្ចឹងគឺយើងផ្លាស់ប្ដូរទៅបាទហើយក៏មិនថ្លៃម៉ានទេបងប្អូនបាទហើយការ៉េគឺខ្ញុំណែនាំឲ្យប្រើដាក់ការ៉េល្អៗបងប្អូនបាទកុំដាក់ការ៉េធម្មតាកាលណាដាក់ការ៉េធម្មតាគឺយើងប្រើប្រាស់បានយូរទេបងប្អូនបាទប្រើប្រាស់បានយូរទេបាទអញ្ចឹងយើងចំណាយអស់ថវិកាហើយតែចំណាយម្ដងគឺយើងប្រើបានយូរបាទអញ្ចឹងយើងផ្លាស់ប្ដូរជាមួយនឹងការ៉េថ្មីបណ្ដោយទៅបាទតែជាមួយនឹងការ៉េល្អបាទគឺប្រើប្រាស់ធានាគឺគុណភាពនឹងអាចទទួលយកបានបាទប្រើប្រាស់គឺបានយូរអញ្ចឹងយើងដាក់យូរប្រើប្រាស់បានយូរហើយថ្ងៃក្រោយគឺបាត់មុខបាទអត់ឃើញមកជួបជើងរុនទៀតទេបងប្អូនបាទកុំយូរពេកបាទឡើងមកលេងជើងរុនផងបាទឥឡូវចាប់ដើមរៀបជាមួយនឹងស្ពឺលេយើងចូលទៅវិញយើងដូរការ៉េថ្មីរួចដល់ហើយបងប្អូនអរគ្នាបាទអញ្ចឹងបើសិនជាយើងអត់ចង់ផ្លាស់ប្ដូរទេយើងយកទៅផ្សារក៏បានដែរបងប្អូនបាទប៉ុន្តែយើងរើហើយយើងដូរថ្មីបណ្ដោយទៅបាទបើយើងអត់បានរើម៉ាស៊ីនទេបាទយើងរើត្រលប៊ីស្តុងទេយើងថាយើងចង់ផ្សារជាមួយនឹងការ៉េមីយ៉ុងថ្មីគឺយើងផ្សារបានប៉ុន្តែលុះត្រាតែបើយើងរើម៉ាស៊ីនហើយទាំងអស់ហើយយើងដូរថ្មីបណ្ដោយទៅបងប្អូនបាទមែនទេបងប្អូនបាទយើងដូរថ្មីហើយណាមួយក៏វាស្អាតផងដែរបាទវាស្អាតបាទអញ្ចឹងក្នុងការសឹកការ៉េពីយ៉ុងនេះខ្ញុំប្រាប់បងប្អូនតិចបាទគឺបញ្ហាមកពីយើងផ្លាស់ចង្វាក់ពីយ៉ុងបាទគឺប្រើបានល្អបាទបោះគុណភាពរៀងធូរថ្លៃបាទរបស់រៀងធូរថ្លៃដល់ពេលយើងផ្លាស់ប្ដូរទៅគឺប្រើបានតែបន្តិចគឺសឹកហើយបងប្អូនបាទគឺមិនដាល់ឲ្យខូចជាមួយនឹងការ៉េពីយ៉ុងអញ្ចឹងយើងផ្លាស់ជាមួយនឹងចង្វាក់ពីយ៉ុងមួយឈុតហ្នឹងគឺយើងត្រូវការយករបស់ល្អផងដែរកាលណាប្រើប្រាស់របស់ល្អហ្នឹងគឺការ៉េហ្នឹងគឺប្រើបានយូរបាទដោយសារពីយ៉ុងវាស្វិតបងប្អូនស្វិតទៅគឺប្រើប្រាស់ទៅគឺបានយូរឥឡូវចាប់តាមគុំជាមួយនឹងស្ពឺលេយើងចូលទៅវិញបាទគឺស្អាតចេះបងប្អូនឃើញបងប្អូនបាទគឺស្អាតចឹងលាងក៏ស្អាតចឹងបាទបើមានទំនុកចិត្តបងប្អូនបាទបើលាងលុំដាក់ទៅវិញសិតប្រេងម៉ាស៊ីនគឺអត់ហេតុនីបងប្អូននេះបាទប៉ុន្តែអត់ទេចំពោះណាចំពោះជាងនេះអត់បានទេបងប្អូនបាទលាងតស្អាតចឹងហើយដាក់ទៅមានការធានាជូនបងប្អូនទៅទៀតបាទបើសិនមានបញ្ហាយកមកបាទគឺយកមកចាំទទួលបងប្អូនវិញបាទលូត្រាតែជាងរុនជាប់ដៃដែរបងប្អូនបាទជាប់ដៃក៏ឲ្យបងប្អូនទុកដែរបាទអត់មានខំម្ដងដល់បងប្អូនមករកថាបញ្ហាអីអត់ទេបងប្អូនបាទគឺយកមកទទួលរហូតបងប្អូនបាទឥឡូវចាប់ផ្ដើមដាក់ចូលជាមួយនឹងតាគៀបដើមបាទនេះគេហៅថាតាគៀបដើមសម្រាប់បងប្អូនបាទគឺនិយាយសុបាយបងប្អូនសម្រាប់គឺការដាក់បញ្ចូលលេខជាមួយកូនជ្រូកនេះបងប្អូនបាទការធ្វើចលនាយើងបញ្ចូលលេខទៅគឺវិលចុះវិលឡើងលើកចុះលើកឡើងគឺបញ្ហាដោយសារកូនជ្រូកហ្នឹងបងប្អូនបាទបើសិនតែមានកូនជ្រូកនេះគឺយើងបញ្ចូលលេខគឺអត់ការទេបងប្អូនបាទគឺការទេគឺយើងបង្វិលលេខទៅគឺមានតាមចង្វាក់តាមចង្អូកូនជ្រូកហ្នឹងបាទជាមួយនឹងតាគៀបដើមដាក់ជាមួយនឹងស្ពឺលេខយើងបញ្ចូលទៅលើកបញ្ចូលលេខចុះឡើងតាមចង្វាក់ដែលយើងបញ្ចូលលេខបាទលេខ1គឺលេខ2បាទគឺចូលតាមចង្វាក់បែបនេះបងប្អូនបាទចាំមើលខ្ញុំរៀបរួចស្រួលហើយចាំមើលខ្ញុំបញ្ចូលលេខឲ្យបងប្អូនមើលបាទតើវិលតាមចង្វាក់យ៉ាងម៉េចបានជាបញ្ចូលលេខកើតបងប្អូនបាទគ្រាន់តែស្ពឺលេខដាក់ចូលបង្គំបែបនេះអាចធ្វើឲ្យម៉ូតូមានចលនាទៅមុខបានបាទបញ្ចូលលេខបាទលេខ1លេខ2តាមដែលយើងចង់បញ្ចូលទៅបានឆ្ងល់បងប្អូនបាទឆ្ងល់បាទបាត់ឆ្ងល់បងប្អូនបាទអញ្ចឹងកុំឲ្យអស់ចម្ងល់បងប្អូនបាទចាំមើលជំរាបហើយបាទបើវគ្គនេះអត់តនេះខ្ញុំនឹងបន្តទៅវគ្គក្រោយទៀតបងប្អូនបាទតែធ្វើយ៉ាងម៉េចបានជាម៉ូតូនេះគឺអាចបញ្ចូលលេខបាទតាមលេខ1លេខ2តាមដែលយើងតម្រូវការបានបាទប៉ុន្តែយើងរៀបរួចហើយកុំភ្លេចបង្វិលលេខខ្ញុំយ៉ាងបងប្អូនបាទនេះឃើញបងប្អូនបាទបើសិននេះបង្វិលតឹងអត់វល់បណ្ដោយគឺមានបញ្ហាហើយបាទនេះបងប្អូននេះឃើញអត់បងប្អូនបាទនាងចូលទៅលេខហើយឃើញធ្វើចលនាអត់នេះឃើញអត់បាទគឺបែបនេះបងប្អូនបាទគេបង្វិលកូនជ្រូកមកនេះក្របឡើងលើបាទតាមចង្វាក់ដែលយើងបញ្ចូលលេខចឹងបងប្អូនបាទឃើញបងប្អូននេះឃើញអត់បាទក្របលេខ2លេខ3ចូលហើយបាទក្របឃើញអត់បាទយើងរៀបស្ពឺលេខហើយគឺយើងត្រូវបញ្ចូលលេខសាកមើលចឹងណាបើសិនជាយើងបានបញ្ចូលលេខទេគឺមានបញ្ហាគឺពិបាករើម៉ាស៊ីនសាថ្មីបាទគឺរើម៉ាស៊ីនសាថ្មីគឺអំបិលហើយបងប្អូនបាទយើងដាក់គុំរួចរាល់ហើយរើសាថ្មីគឺអំបិលហើយបាទអញ្ចឹងមុននឹងរៀបរួច